ប្រហែលថ្ងៃមុនមានមនុស្សជាច្រើនបានប្រតិកម្មចំពោះអ្នកសារព័ត៌មានខ្មែរម្នាក់បានបូតផ្ទាល់នារីជាជនល្មើសសហចារីជនជាតិវៀតណាមម្នាក់កាលពីពេលថ្មីៗនេះនៅក្នុងខេត្តស្វាយរៀងមានប្រជាជនយើងទាំងអស់នៅទូទាំងប្រទេសក៏ដូចជាក្រសួងស្ថាប័នបានប្រតិកម្មយ៉ាងខ្លាំងចំពោះទង្វើអសិលធម៌ឬក៏យើងអាចនិយាយភាសាច្បាប់ថាបន្ទុះគេនោះទៅដល់ជនល្មើសដូច្នេះយើងឃើញថាមានប្រជាជនយើងជាច្រើនបានបង្ហាញនៅអារម្មណ៍មិនសប្បាយចិត្តចំពោះទង្វើទាំងអស់នេះតែមុននឹងយើងទាំងអស់គ្នាវិនិច្ឆ័យចំណុចនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបានមើលទៅក្នុងវីដេអូមួយដែលបានពណ៌នាអំពីអ្នកតវ៉ាសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមម្នាក់ដែលត្រូវបានជាប់ពន្ធនាគារហើយត្រូវទទួលទរណកម្មយ៉ាងព្រៃផ្សៃនៅលើផ្ទៃមុខរបស់គាត់នៅក្នុងពន្ធនាគារជនជាតិវៀតណាមនោះសំណួរសួរថាតើជនជាតិវៀតណាមទាំងអស់គេមានប្រតិកម្មចំពោះអ្វីដែលរដ្ឋាភិបាលរបស់គេបានធ្វើដែរឬទេតើគេប្រតិកម្មចំពោះអ្វីដែលបានធ្វើដល់ជនជាតិខ្មែរកម្ពុជាក្រោមនោះដែរឬទេបើសិនជាយើងប្រៀបធៀបអំពីចំណុចទាំងពីរនេះយើងឃើញថាទង្វើរបស់ខ្មែរយើងគ្រាន់តែបូតផ្ទាល់ប៉ុណ្ណោះវាមិនស្មើនឹងទំហំនៃទរណកម្មដែលធ្វើចំពោះជនជាតិខ្មែរកម្ពុជាក្រោមនោះផងនៅក្នុងចំណុចនេះខ្ញុំមិនមែនលើកទឹកចិត្តឲ្យយើងទាំងគ្នាបានប្រព្រឹត្តអំពើអសិលធម៌ទាំងអស់នោះទេតែទំហំនៃការស្ដីបន្ទោសនោះវាធំពេកមួយប្រទេសគឺបានជន់ពន្លិចគាត់ហើយរហូតដល់ដកអាជ្ញាប័ណ្ណជាអ្នកសារព័ត៌មានរបស់គាត់បន្ថែមទៀតជាគំនិតរបស់ខ្ញុំយើងគ្រាន់តែណែនាំគាត់បញ្យល់គាត់កុំឲ្យមានការធ្វើរបៀបនេះជាលើកទី2ឬក៏ក្រោយៗទៀតវាជាការស្រេចបានហើយមិនគួរណាយើងទាំងអស់គ្នាមួយប្រទេសជន់ពន្លិចគាត់ហើយយើងធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តគាត់ខ្លាំងយ៉ាងដូចនេះឡើយយើងប្រៀបធៀបទំហំនៃប្រទេសជិតខាងដែលគេធ្វើចំពោះយើងវាអាក្រក់វាធ្ងន់ធ្ងរជាងយើងទៀតតែគេមិនដែលមានអាជ្ញាធរឬក៏ប្រជាជនរបស់គេមានប្រតិកម្មដូចជាយើងឡើយទាំងអស់នេះមិនមែនបញ្ជាក់ប្រាប់ថាអូប្រហែលជាយើងខ្មែរល្អជាងគេទេដឹងមិនមែនទេយើងទាំងអស់គ្នាជាមនុស្សយើងត្រូវមានចិត្តស្នេហាជាតិនិយមស្រឡាញ់ជាតិប្រជាជនរបស់យើងខ្ញុំមានរឿងឧទាហរណ៍មួយគឺមិនមែនជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំទេក៏ដូចជារឿងរបស់ពុកម៉ែបងប្អូនជាច្រើនទៀតដែលធ្វើការនៅប្រទេសថៃត្រូវបានតកែបោកប្រាស់មិនបើកប្រាក់ឈ្នួលឲ្យហើយយើងទៅប្តឹងអាជ្ញាធរថៃតើមានរឿងអីកើតឡើងគឺពួកគេមិនបានឆ្លើយតបចំពោះអ្វីដែលជាទុក្ខវេទនារបស់យើងទេដូច្នេះយើងមិនបញ្ជាក់ប្រាប់ថាយើងគួរតែសងសឹកយើងគួរតែធ្វើដូចគេយើងមិនគួរធ្វើដូចគេតែយើងត្រូវគិតមើលថាតើអ្វីជាទម្ងន់របស់យើងជនជាតិរបស់យើងធ្ងន់ជាងឬក៏គេធ្ងន់ជាងយើងតើទង្វើនោះវាអាក្រក់អាក្រីយ៉ាងណាដែលយើងមិនអាចអត់ឱនទោសបានដែលយើងត្រូវតែជន់ទាំងអស់គ្នាឬយ៉ាងណាដូច្នេះយើងត្រូវ